សួស្តីបងប្អូនទាំងអស់គ្នាជាពិសេសបងប្អូនដែលចង់ចេះចង់ដឹងពីជំនាញកុំព្យូទ័រថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីរបៀបនៃការ print ឯកសារឬក៏របៀបនៃការសរេក្រដាសនៅក្នុង Google Sheet បាទនៅក្នុង Google Sheet អញ្ចឹងដោយសារមានបងប្អូនក៏comment សួរថាពីរបៀបនៃការ print ក៏ដូចជារបៀបនៃការសរេស្លឹកកិច្ចការមុនការ print នៅក្នុង Google Sheet ហ្នឹងដោយសារវាប្លែកពី Excel តិចបាទអញ្ចឹងហើយគាត់សួរមកអញ្ចឹងខ្ញុំក៏ធ្វើវីដេអូនេះដើម្បីបកស្រាយដល់គាត់និងបងប្អូនទាំងអស់គ្នាផ្សេងទៀតដែលចង់ចេះអំពីរបៀបនៃការ print ស្លឹកកិច្ចការយើងនៅក្នុង Google Sheet ហ្នឹងអញ្ចឹងយើងឥឡូវចូលទៅតែម្ដងអញ្ចឹងយើងបង្កើតឯកសារថ្មីមកបាទស្លឹក Google Sheet ថ្មីមកអញ្ចឹងខ្ញុំយកឧទាហរណ៍ថាខ្ញុំយកកិច្ចការមួយនេះចោលដោយសារវាមានទិន្នន័យស័ព្ទខ្ញុំខ្ជិលវាយទិន្នន័យចោលឬក៏យើងយកកិច្ចការថ្មីក៏បានដែរយក blank បាទអញ្ចឹងនៅទីនេះពេលយើងបើកថ្មីមកគឺអញ្ចឹងតែម្ដងបាទគឺអញ្ចឹងឧទាហរណ៍យើងមានបញ្ជីឈ្មោះសិស្សមួយបញ្ជីឈ្មោះមួយអញ្ចឹងយើងសេរីវាយើងមកកន្លែងនេះយើងដើម្បីដាក់លេខរៀងកន្លែងនេះយើងដាក់ឈ្មោះកន្លែងនេះយើងដាក់ភេទបាទកន្លែងនេះយើងដាក់ថ្ងៃខែឆ្នាំកំណើតបាទហើយកន្លែងនេះយើងដាក់ពិន្ទុឬក៏អីផ្សេងទាំងអស់ឥឡូវខ្ញុំសរសេរទៅតែមុននឹងយើងសរសេរយើងត្រូវ select កន្លែងនេះចុចកន្លែងនេះដើម្បី select all មានន័យ select ទាំងអស់ហើយយើងដូរ font វាសិនយើងដូរដាក់ font ខ្មែរហើយទំហំយើងយកទីទូទៅយើងយក12ខ្មែរយើងបន្ទាប់មកយើង select all ទៀតមកហើយយើងអូសវាចុះទីហើយកន្លះវាធំតិចបាទបន្ទាប់មកយើងសរសេរពេលយើងបានប្លង់ប៉ុណ្ណឹងហើយយើងសរសេរនៅលើគេយើងដាក់ហើយយើងសរសេរសិនយើងសរសេរថាក្បាលលើយើងអត់តសរសេរទេតាមសរសេរតាមក្រោយអីទេអញ្ចឹងយើងសរសេរកន្លែងនេះចោលទៅថាលេខរៀងបាទអញ្ចឹងពេលយើងដូរ font ហើយវាចេញអក្សរ font ខ្មែរបាទលេខរៀងឈ្មោះនេះខ្ញុំឧទាហរណ៍ទៅភេទបាទថ្ងៃខែឆ្នាំខែឆ្នាំកំណើតនេះយើងដាក់ពិន្ទុអីចឹងមកបាទស្អីទៅយើងវាពិន្ទុហើយកន្លែងនេះផ្សេងចឹងមកខ្ញុំដាក់ជាឧទាហរណ៍ដើម្បីមានទិន្នន័យ print បន្ទាប់ពីយើងបានប៉ុណ្ណឹងហើយយើងត្រូវខាងលើនេះបើយើងសរសេរក្បាលយើងសរសេរមកយើងសរសេរយើងព្រះរាជាណាចក្រកម្ពុជាវាយើងផ្ដាច់វាពីកន្លះមកដើម្បីឲ្យវាគ្រាន់ព្រះរាជាណាចក្រកម្ពុជាចំណោហើយនេះជាតិសាសនាព្រះមហាក្សត្រចំណោអានេះយើងផ្ដាច់វាពីកន្លះមកហើយយើងដូរ font វាទៅដាក់មូលហើយយើងដាក់វាមកកណ្ដាលមកអូខេកន្លែងនេះយើងអាចដាក់ឈ្មោះសាលាចឹងបើមិនជាវាអត់គ្រាន់យើងអាច insert ថែមវាយើងមកស្ដាំមកយើងយក insert នេះ one above អញ្ចឹងយើងបានមួយទៀតអញ្ចឹងយើងដាក់ឈ្មោះសាលាយើងបានកន្លែងនេះហើយយើងដាក់ឧទាហរណ៍សាលាអនុវិទ្យាល័យចឹងទៅយើងដាក់ចឹងណាវិទ្យាល័យចឹងណាវិទ្យាល័យអីក៏យើងផ្សេងទៅណាហើយចឹងមកហើយនេះយើងដាក់មកប្លន់នេះយើងដាក់បញ្ជីចឹងមកតែមុនយើងសេយើងចង់ឲ្យវានៅកណ្ដាលយើងផ្ដាច់វាសិនផ្ដាច់វាទៅនេះព្រោះកន្លែងនេះទីទៀតហ្នឹងយើងនឹងលាក់ចោលហើយយើងនឹងបិទចោលហើយព្រោះយើង print យកតែប្លោះប៉ុណ្ណេះទេណាយើង print យកប្លោះប៉ុណ្ណេះអញ្ចឹងកន្លែងនេះខ្ញុំដាក់បញ្ជីឈ្មោះហ្នឹងឈ្មោះសាចុចអីចឹងមកណាសាច់យើងហើយយើងចង់ឲ្យវាមកកណ្ដាលយើងដាក់កន្លែងនេះមកអូខេឥឡូវយើងដូរ font កន្លែងនេះមកដូរ font វាដាក់មូលមកអូខេកន្លែងនេះក៏ដូចគ្នាដែរយើងដាក់វាមូលចឹងមកស្រេចទៅយើងចង់ដាក់មូលមកបាទហើយបន្តទៀតយើងត្រូវដាក់តារាងគូតារាងអញ្ចឹងគូតារាងអត់មានអីពិបាកទេបងប្អូនណាយើង select វាអូទៅវាចឹងមក
យើងចង់បានតំណាអញ្ចឹងយើងយកប៉ុណ្ណឹងទៅឧទាហរណ៍ខ្ញុំយកប៉ុណ្នេះបានហើយណាប៉ុណ្នេះចុះហើយយើងចុចលើតារាងនេះហើយយើងចុចយក all border នេះគឺវាទៅតារាងយើងទៅនេះបានអូខេឥឡូវយើងបានប៉ុណ្ណឹងចុះឥឡូវយើងដល់វគ្គ print មក print នៅពេលដែលយើងចុច control P មកវានឹងចេញបែបនេះហើយអញ្ចឹងវាញ៉ៃអញ្ចឹងហើយសល់កែមខាងនេះក៏ច្រើនសល់កែមខាងនេះក៏ច្រើនសល់កែមខាងនេះក៏ច្រើនហើយចេញកន្លានេះពិបាកញ៉ៃហើយទៀតណាអញ្ចឹងយើងទាមទារឲ្យយើងសេរីវាមុននឹង print ហ្នឹងយើងសេរីវាឥឡូវតារាងកិច្ចការរបស់យើងមើលកិច្ចការរបស់យើងវិញកិច្ចការរបស់យើងគឺជាกระดาษឈរមានกระดาษដេកទេអញ្ចឹងយើង control P មកយើងរើសយកអ្វីដែលយើងយកទី1យើងយក portrait នេះមកដើម្បីឲ្យกระดาษរបស់យើងខ្លាយទៅជាกระดาษឈរបើយើងយក landscape វាกระดาษហ្នឹងกระดาษនេះគឺกระดาษដេកអញ្ចឹងយើងយក portrait អញ្ចឹងយើងបានកระดาษឈរហើយតែអ្វីដែលនៅសេរីតទៀតគឺយើងសេរីយើងដោះអាកន្លាតហើយយើងអត់យកនេះចោលបាទនេះវាជាប់កន្លាតអត់យកមកចោលអញ្ចឹងដើម្បីដោះកន្លាតហ្នឹងយើងចុចមក formatting នេះមកហើយយើងដក tick ទាំងពីរនេះចេញបាទដក tick ទាំងពីរនេះចេញមកវាបាត់ហើយណាអូខេបាត់ហើយយើងមើលទៀតតើវាស្អាតនៅបាទបងប្អូនគិតមើលតើស្អាតនៅទេភាសាអីដោយសារខាងលើនេះវានៅចន្លោះវែងពេកបាទអញ្ចឹងយើងស្រីឲ្យវាទៅឡើងលើប្រហែលជាចាំងឡើងលើទៀតបាទអញ្ចឹងយើងទីមួយយើងរើសกระดาษហ្នឹងយើងរើសកន្លែងនេះគឺភាសានេះយើងយក A4 ហើយយក A4 វាអត់ទាន់ឡើងទេយើងមកសេរីកន្លែងនេះ margin នេះយើងអាចយក narrow បាទ narrow វាស្មើកែមខាងនេះស្មើល្អតែនៅខាងលើអញ្ចឹងយើងត្រូវយកទៀតបាទយកទៀតបន្តបាទនេះយើងយក custom number វិញណា custom number អញ្ចឹងយើងកន្លែងនេះវាឲ្យយើងវាយលេខអញ្ចឹងកម្រិតពីក្បាលខាងលើនេះថបនេះគឺយើងដាក់តែ 0.1 បានហើយមកជាទូទៅគេធ្វើ 0.1 ឬក៏ 0.2 ប៉ុណ្ណឹងទេបាទអញ្ចឹងខ្ញុំដាក់ 0.2 ចាស់ 0.1 លោវិគីពេកបាទទៅណាអញ្ចឹង 0.1 វាឡើងទៅ 0.2 វាឡើងទៅសល់ប៉ុណ្ណេះល្មមមកជាទូទៅហើយយើងបើយើងដាក់ 0.1 វាមើល 0.1 ក៏បានដែរល្មមណាឥឡូវយើងដាក់ 0.1 ទៅជាទូទៅគឺប្រើ 0.1 និង 0.2 ទេណាហើយខាងនេះប្រើ 0.1 ឬក៏ 0.2 ដូចគ្នាខាងនេះ 0.1 0.2 ដូចគ្នាតែនេះខ្ញុំអានេះគឺសងដែរវា 0.25 តែជាទូទៅយើងវាកុំឲ្យខាតกระดาษខ្លាំងពេកយើងប្រើតែ 0.1 ឬក៏ 0.2 បាទអញ្ចឹងខាងក្រោមដូចគ្នា 0.2 មកបាទអញ្ចឹងវាស្អាតល្អអូខេប៉ុណ្នេះយើងអាច print បានហើយអត់មានសល់កែងกระดาษអីទេបាទអញ្ចឹងយើងអាច print បានហើយដើម្បី print យើងចុច next ពេលយើងសេរីហើយស្លឹកកិច្ចការហើយយើងចុច next បាទនៅពេលយើងចុច next វាឲ្យយើងមើលទៀតតើមានដាច់អីអត់ស្លឹកកិច្ចការយើងស្អាតដែរឬទេបើស្អាតហើយយើងនឹង print យកតែម្ដងអញ្ចឹងកន្លែងនេះគឺជាកន្លែងដែលយើងរើសម៉ាស៊ីន print បាទយើងរើសម៉ាស៊ីន print មកកន្លែងនេះគឺជាយើងកន្លែងកំណត់ទំព័របើសិនជាឯកសារយើងមានច្រើនទំព័រយើងអាចវាយទំព័រដើម្បី print បាននៅកន្លែងនេះកន្លែង custom នេះហើយ page version នេះយើងយក one ត្រូវហើយអានេះ margin default ត្រូវហើយហើយអានេះមិនបាច់ tick ទេបាទមិនបាច់ tick ទេអញ្ចឹងយើងចុច print មកក្នុងករណីយើងរើសម៉ាស៊ីន print អញ្ចឹងកន្លែងនេះវានឹងឲ្យយើង print ហើយនេះ print អញ្ចឹងយើង print មកគឺចេញហើយអូខេអញ្ចឹងវាស្លឹកកិច្ចការយើងមានតែប៉ុណ្្នឹងទេបងប្អូនពីភាសាយើងអាចយក A4 បានបាទបាទអញ្ចឹងយើងមានប៉ុណ្្នឹងទេហើយបើសិនជាបងប្អូនមានចម្ងល់អីអាច comment សួរថែមទៀតបងប្អូនណាបាទអរគុណច្រើនបាទជួបខ្ញុំនៅវីដេអូក្រោយៗទៀតបាទសូមអរគុណ